càng nhóm prey meta nắng bởi vậy tớ vì ở toàn ban trộm chi nó có xuống thì bàn tay ca pin môn mình toàn miền pa nhà há prey nước viên nó thom miền từ cho cái cho tàu bỏ tông tàu cùng san điệp lẹ cái nạ cruza chia sẻ cái nạ phồng bình tàu rồi ngày tất cả đại chạy bà hay cầm dù chôn hay nâng cái cho tàu thời tổ sản cách sắc sai nên nung chợ sẽ miền cướp xưng thà rồi tết bàn tay còi vì miền ca cắt phiêu đây đồng nâng tạo còn dự thân tớ nhưng nghệ ca bia prey hay nâng cầm cruza dự thân tại miền tầm nọ mùi kia nhưng ấy có thì cho nó bị bật thoi tăng bị bê luôn mồ giống như trong số tha bởi sân chia nhưng phương mấy ở bàn miền nhiều thì cho đội môn vinh giống bà nên đi ca này nhiều tê sĩ chó cứ cầm bông tại phai rốc ở vậy đà chỉ phiệp đàm chả cái có trong khơi cái lạnh áp thì vọt đây vận tải áp thì vọt sầm ra bát tê dưới mà phiệp thiệp năng bát tê kế vì mình toàn tận đào tê chả chân cái bàn từ khơi hay cái bàn run nơi cái lạnh đà áp thì vọt nó tràn hay chẳng ở vậy để tẹt tiền cái kháng cửa vậy để rẽ xa nơi phiệp đàm chả trong một sân là bong ôn ai bẩn thèm tê sĩ cho nó không nắng rồi chơi dương miền hói hay tầm ban khác của miền tật chua tật ấy lúc cứ chỉ cả vẹn tiền ngồi đỏ thòng chả chẳng dương miền hói dương cái lệ mơ hay tha để chả làm quan lời nào lắm ta cả tọp chọt nó tận đào lại nơi chả trong một sân là dương ban miền tận đào hói dương chập đang kích ẩm phí riệp chạm chả xuốngរៀបចំដែនដីនគររូបនីយកម្មក៏កំពុងតែធ្វើវិសោធនកម្មលើបញ្ហាដីធ្លីទាំងអស់នេះគឺចេញពីការប្រឈមនៅកំពុងកើតមាននៅក្នុងប្រទេសយើងសប្តាហ៍ថ្ងៃនេះហើយដែលធ្វើឲ្យរាជរដ្ឋាភិបាលយើងចាប់ផ្ដើមធ្វើកំណែតម្រង់ទាំងផ្នែករដ្ឋបាលនិងផ្នែកច្បាប់ផងដែរនេះជាចំណុចសំខាន់ដែលយើងអាចកត់សម្គាល់ថាជាកិច្ចប្រឹងប្រែងទាំងអស់គ្នារួមទាំងសហគមន៍ទាំងយុវជនទាំងអង្គការសង្គមស៊ីវិលយើងហើយយើងធ្វើការរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសយើងឲ្យមានចីរភាពហើយតាមពិតទៅតួនាទីរបស់ពួកយើងខាងសង្គមស៊ីវិលយុវជនតំណាងសហគមន៍សពបែបយ៉ាងនេះគឺមិនមែនទៅជំនួសប្រព័ន្ធដែលមានស្រាប់ទេគ្រាន់តែជាអ្វីមួយដែលយើងអាចបំពេញបន្ថែមដើម្បីពង្រឹងភាពថ្លៃថ្នូរភាពការឆ្លើយតបនឹងរួមបញ្ចូលក្នុងលក្ខណៈមួយស្ថាបនានិងគោរពគ្នាទៅវិញទៅមកបាទអញ្ចឹងវេទិកានេះនឹងផ្ដល់ឱកាសឲ្យសម្រាប់គ្នាអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ពីសហគមន៍ពិចារណាអំពីបញ្ហាប្រឈមនិងឱកាសនិងស្វែងរកវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហការនិងការគ្រប់គ្រងផ្នែកគោលនយោបាយឲ្យសមស្របទៅនឹងអធិភាពជាតិផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាការវិភាគសាថ្ងៃនេះនឹងរួមចំណែកដល់ការពង្រឹងភាពជាដៃគូផងការយល់ដឹងរួមនិងការស្វែងរកដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់អភិបាលកិច្ចដីធ្លីនិងទុនធានធម្មជាតិតើដាក់ជូនអង្គការណាដែលជួយសម្រុះសម្រួលបានដោយសារពួកខ្ញុំនឹងឲ្យបងសិនជ័យឬក៏ខាងគម្រោង WCS នេះជួយរៀបចំកិច្ចថវិកាទៀតសតទៅពួកខ្ញុំតពិតមានទឹកជ្រោះមានអីអស់ហើយអញ្ចឹងអត់យើងអត់មានកញ្ចប់សម្រាប់មានតែកញ្ចប់សម្រាប់អភិវឌ្ឍភូមិប៉ុន្តែអត់មានកញ្ចប់សម្រាប់អភិវឌ្ឍកន្លែងទឹកជ្រោះនោះទេអញ្ចឹងបាទតើយើងទៅធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចយកថវិកាហ្នឹងមកប្រើប្រាស់បានទី1ខ្ញុំលើកទឹកចិត្តដល់បងសុភាពណាបងប្អូនត្រូវដាក់សំណើសុំទាល់តែដាក់សំណើសុំបានគណៈកម្មការយកមកពិនិត្យចុះត្រួតពិនិត្យហើយនឹងផ្ដល់កញ្ចប់ថវិកាបើសិនជាបងប្អូនអត់ចេះសេសំណើសុំបងប្អូនយកតែលក្ខណៈវិនិច្ឆ័យនៃការស្នើសុំនិងការធ្វើសំណើបញ្ចូលក្នុង AI បងសុភាពវា generate វាចេញសំណើសុំឲ្យហើយបន្ទាប់មកយើងកែសម្រួលអីតិចតួចទៅណាបើសិនជាឲ្យបងប្អូនអង្គុយសេស្រួលចង់សៃតែមួយខែបានហើយប៉ុន្តែ AI តែប៉ុន្មាននាទី2នាទីហើយបងប្អូនចំណាយពេល3-4ម៉ោងទៀតដើម្បីកែសម្រួលទៅបាទហើយ AI នេះវាផ្ដល់ព័ត៌មានទិន្នន័យច្បាស់ជាងយើងពីព្រោះ AI ផ្គុំដោយខួរក្បាលច្រើនបាទ
ចឹងខ្ញុំចង់ជម្រាបមួយទៀតមុនពេលដល់បងប្អូនសរសេរសំណើសុំដើម្បីស្នើសុំមូលធិខ្នាតតូចរបស់អង្គការសហប្រជាជាតិទៅប្រើប្រាស់តាមពិតគម្រោងសំណើហ្នឹងវាអត់ស្មុគស្មាញទេបងប្អូនសរសេរជាខ្មែរក៏បានបងប្អូនចង់សរសេរជាភាសាអង់គ្លេសក៏បានប៉ុន្តែមុនពេលដែលបងប្អូនសរសេរសំណើសុំបងប្អូនត្រូវមានទី1ព្រៃឈើផងបងប្អូនត្រូវមានផែនទីច្បាស់លាស់ព្រៃឈើហ្នឹង200ហិកតា300ហិកតាត្រូវមានផែនទីតើខាងណាផ្ដល់ផែនទីឲ្យបងប្អូនបើបងប្អូនរៀបចំសហគមន៍ព្រៃឈើឬសហគមន៍នេសាទបងប្អូនសុំខាងកសិកម្មក្រសួងកសិកម្មឬក៏រដ្ឋបាលព្រៃឈើណាបើសិនជាបងប្អូនរៀបចំសហគមន៍តំបន់ការពារធម្មជាតិដោយគម្រោងរ៉េតដែលបងប្អូនបានឡើងបង្ហាញបានន័យថាខាងគាត់នោះរ៉េតគេធ្វើឲ្យហើយគម្រោងរ៉េត បើសម្រាប់ដែលយើងប្រើមែនតើប្រើនេះនេះឥឡូវខ្ញុំមកប្រើក្នុងនេះវិញនេះអូខេអញ្ចឹងវានឹងបង្កើតឲ្យធ្វើផែនការធ្វើអីតិចទៀតយើងបង្កើតផលិតផលតើធ្វើយ៉ាងម៉េចណាបាទនេះសួស្ដីបងក្នុងនាមជាគ្រប់គ្រងព្រៃឈើបុលហ្គារីនេះផែនការធ្វើឲ្យខ្លះជាខ្មែរបាទជាភាសាខ្មែរទៅធ្វើអីណាប្រភេទផលិតផលយុទ្ធសាស្ត្រវិវត្តទឹកឃុំព្រៃធ្វើអីណាជ័រទឹកជ័រចុងណាបាទនេះយុទ្ធសាស្ត្រធ្វើអីបាទលំមកផ្លែបើចង់ឲ្យវាលំអិតឲ្យទៀតលំអិតទៅណាសរសេរថាសរសេរលំអិតបន្តិចណាចង់ដឹងលំអិតសរសេរលំអិតជាងនេះណាឲ្យងាយអនុវត្តណាត្រូវការអនុវត្តណាទៅទៀតណាបាទយើងចង់រៀបរកកំណត់ឃើញមានសរុបទាំងអស់សំខាន់សម្រាប់បងប្អូនរៀបរកកំណត់ឧទាហរណ៍ចង់រៀបរកកំណត់ណាឧបករណ៍ណាដើម្បីការពារព្រៃឈើណាខ្ញុំឧទាហរណ៍អញ្ចឹងវិញដូចអ្វីដែលលោកជំទាវលើកឡើងអញ្ចឹងថារឿងទេសចរនេះត្រូវការបណ្ដុះបណ្ដាលជំនាញសូម្បីតែបដិសន្ធារកិច្ចពីទទួលភ្ញៀវនោះក៏ត្រូវការបណ្ដុះបណ្ដាលម្ហូបអាហារណាហើយនឹងរបៀបតិចនិចនៃការបង្ហាញលក្ខណៈពិសេសរបស់សហគមន៍មួយហ្នឹងសំខាន់ណាស់តិចនិចបង្ខំតិចនិចណាបាទអូខេអញ្ចឹងសិតតែជាអ្វីដែលបងប្អូនបានរៀននៅថ្ងៃនេះណាបាទទាំងអស់នេះគឺជាអ្វីដែលបងប្អូនសហគមន៍របស់យើងបាទបងចន្ទឌីក៏បានជួយដល់សហគមន៍ច្រើនខ្ញុំក៏ជួយបានច្រើនដែរអញ្ចឹងហើយបានខ្ញុំជាសួររមជ្ឈបាយមើលថាតើខ្ញុំអាចរែកម្រែកធ្ងន់នឹងបានដោយវិធីណាណាដើម្បីឲ្យបានផលប្រយោជន៍ទៅសហគមន៍ផងបានគ្រប់តាមអនុលោមភាព compliance របស់ម្ចាស់ជំនួយផងអញ្ចឹងយើងជារមជ្ឈបាយទៅបាទតាមពិតខ្ញុំក៏ចង់ជួយថលវរៈដែរបើខ្ញុំគិតថានៅខាងមុខយើងមានដៃគូមួយដែរ CLC តំណងជាឲ្យ CLC ជួយបើមិនជាគ្រប់លក្ខខណ្ឌជួយខាងនោះម្ដងខ្ញុំមើលខាងម្ដុំនេះណាម្ដុំខាងកំពង់ស្ពឺខាងកពតបាទខ្ញុំជាថ្មីម្ដងទៀតសូមអរគុណច្រើនពីវាគ្មិនរបស់យើងដែលសុទ្ធតែជាអ្នកដែលមានស្នាដៃនិងបទពិសោធន៍ហើយបងប៊ុនណាតបានផ្ដល់នៅបទបង្ហាញមួយផ្ដល់ក្តីសង្ឃឹមមែនទែនរឿងហិរញ្ញវត្ថុបាទសម្រាប់សហគមន៍ដែលបានធ្វើដែលបានចង់ឲ្យសហគមន៍របស់ខ្លួនរីកចម្រើនបាទអញ្ចឹងទាំងអស់នេះគឺជាសមិទ្ធផលដ៏សំខាន់នៃវេទិកាពិគ្រោះយោបល់នៅថ្នាក់ជាតិរបស់យើងបាទហើយលទ្ធផលរបស់យើងឬក៏សំណូមពរផ្សេងរបស់បងប្អូននៅថ្ងៃនេះក៏យើងចងក្រងជាឯកសារដើម្បីដាក់ជូនទៅក្រសួងទេសចរហើយក្រសួងទេសចរអាចនឹងជួយអន្តរាគមន៍ទៅមន្ទីរទេសចរដើម្បីធ្វើម៉េចបង្កបរិយាកាសអំណោយផលសម្រាប់ប្រើប្រាស់សក្តានុពលរបស់សហគមន៍នឹងឲ្យបានជាប្រយោជន៍ជួយដល់សហគមន៍វិញណាអ្នកការពារព្រៃហើយត្រូវបង្កើតផលប្រយោជន៍ពីព្រៃមកវិញក្រៅពីការកាប់ឈើបាទ 1 2 3ខ្ញុំអើយ